បងប្អូនផ្លូវកែងអាកន្លែងដែលភ្នំពីភ្នំស្វាចុះមករផ្លូវតឡានស្រីវ៉ាន់ឥឡូវនេះបងប្រុសម្នាក់ម៉ូតូគាត់បើកលឿនពេកអញ្ចឹងគាត់ជ្រុលចង្កូតធ្លាក់ទៅក្រោមមកនៅផងតាក់ទូរ៉ូឡានពេលដែលឡើងពេលដែលដឹងមកកណាតំណែងអញ្ចឹងណាម៉ូតូនៅក្រៅហ្មងហើយចាំតែវាហៅម៉ូតូអត់ហ៊ានមើលគាត់ដែរខ្ញុំទៅកែងពីភ្នំស្វាមកបត់ទៅរោខាងស៊ីងហៅទៅខាងឡានស្រីវ៉ាន់ប្រហែលជាម្ចាស់ម៉ូតូនឹងប្រហែលជាបែកភ្នែកឃើញបែកមុខបែកមាត់និយាយយើងអស់ហើយ